បាទគ្រប់ជំរាបសួរបងប្អូនគ្នាវីដេអូនេះខ្ញុំចង់បង្ហាញពីការអាប់ដេតថ្មីនៅក្នុងកម្មវិធី Translate File Name ណាអញ្ចឹងកម្មវិធីហ្នឹងពីមុនអាច Translate File Name អញ្ចឹងឥឡូវវាអាច Translate តិចនៅក្នុង file ហ្នឹងទៀតអញ្ចឹងខ្ញុំសូមធ្វើការជ្រើសរើស file តិចមកអញ្ចឹងឧទាហរណ៍ថាខ្ញុំមាន5 file តិចហ្នឹងអញ្ចឹងខ្ញុំសូមបើកវាមើលអញ្ចឹងខ្ញុំទាញមើលថាវានៅក្នុងនេះវាមានភាសាខ្មែរនិងភាសាអង់គ្លេសអញ្ចឹងខ្ញុំចង់ផ្លាស់ប្ដូរវាទៅភាសាចិននៅក្នុងហ្នឹងអញ្ចឹងបងប្អូនអាចបើកមកតមកជ្រើសកន្លែងនេះយកតែពាក្យ text file តមកបងប្អូនខ្ញុំធ្វើការ generate វាទៅជាភាសាចិនបាទបន្ទាប់មកខ្ញុំរើស output បើសិនជាបងប្អូនចង់ select ក៏ select បើអត់ចង់ select ទេយក number មកតែនេះខ្ញុំសាកខ្ញុំ select អញ្ចឹងខ្ញុំធ្វើការ translate ទៅជ្រើស file text សិនជាស្រ័យអញ្ចឹងមាន5នេះអញ្ចឹងខ្ញុំសូមធ្វើការ translate បាទនេះគឺ file ដើមដែលយើងមានភាសាខ្មែរភាសាអង់គ្លេសអញ្ចឹងលទ្ធផលយើងចេញមកវា translate title ជាភាសាចិនហើយតែឥឡូវយើងចង់ដឹងថានៅក្នុងហ្នឹងវា translate ទៅជាចិនទៀតអត់អញ្ចឹងណាអញ្ចឹងជាក់ស្ដែងគឺវាបាន translate ពីភាសាខ្មែរឬភាសាអង់គ្លេសទៅជាភាសាចិនអស់ហើយអញ្ចឹងបងប្អូនអាចមើលបានបាទអញ្ចឹងកម្មវិធីនេះខ្ញុំបានអាប់ដេតហើយសម្រាប់ថ្ងៃ V25 0423អញ្ចឹងបងប្អូនទាំងអស់គ្នាអាចចូលទៅអាប់ដេតបានហើយធ្វើការ translate ទៅតាមហ្នឹងបើមានចម្ងល់អីអាចសួរបន្ថែមទៀតនៅក្នុងក្រុមបាទអរគុណ